នាងខ្ញុំមិត្តអ្នកអានម្នាក់ទៀតចូលចិត្តអានជាងគេគឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេអ្វីត្បិតមានរឿងមួយចំនួនគិតថាมันអាចកើតទៅបានទេប៉ុន្តែនាងខ្ញុំនៅតែចង់អានព្រោះវាដូចជាទាក់ទាញឲ្យអារម្មណ៍រន្ធត់សប្បាយទៅមួយយ៉ាងដែររឿងខ្លះមើលហើយខ្លាចមិនហ៊ានដេកម្នាក់ឯងក៏មានចាប់តាំងពីតូចដល់ធំនាងខ្ញុំមិនធ្លាប់ជួបខ្មោចទេទើបតែមកជួបក្រោយពេលមានប្តីនេះឯងរឿងនេះបានកើតឡើងប្រហែលជាមួយឆ្នាំកន្លងមកហើយនាងខ្ញុំសូមអនុញ្ញាតនិយាយរៀបរាប់តាំងពីដើមមកដើម្បីឲ្យមិត្តអ្នកអានដឹងដំណើរដើមតងនាងខ្ញុំជាកូនអ្នកទីក្រុងឪពុកម្ដាយជាអ្នកលក់ដូរពេលរៀនបានចេះដឹងល្មមៗក៏ឈប់រួចងាកមកជួយម៉ែលក់ដូររហូតមកពេលនោះនាងខ្ញុំបានស្គាល់បងចំជាស្វាមីដែលស្លាប់ទៅនេះនាងខ្ញុំបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយតាំងពីនៅរៀនម្ល៉េះបងចំជាអ្នកបើករថយន្តដឹកទំនិញឲ្យក្រុមហ៊ុនមួយទំនិញនាងខ្ញុំលក់មួយចំនួនក៏ទទួលមកពីក្រុមហ៊ុនរបស់បងចំធ្វើការនោះដែរបងចំតែងតែដឹកយកមកបកឲ្យនាងខ្ញុំដល់ហាងគាត់ជាបរិបទតែមនាគតចូលចិត្តមកជជែកលេងជាមួយនឹងនាងខ្ញុំដែលកាលនោះយើងមិនទាន់មានអីនឹងគ្នាទេអស់រយៈពេលប្រហែលជាមួយឆ្នាំឯណោះទើបនាងខ្ញុំបានទទួលសម្បត្តិសំស្នេហ៍ពីបងចំនាងខ្ញុំមិនហ៊ានតបទៅវិញទេខ្លាចទុកដឹងច្បាស់ជាខ្លោចឆ្នងមិនខានរឿងមានស្នេហាស្នេហ៍ហឺតលាក់កំបាំងមុខម៉ែឪនេះគាត់ចង់ឲ្យកូនស្រីរបស់គាត់បានរៀបការជាមួយអ្នកមានឋានៈក្រនបើបន្តិចកូនប្រសាមានស្ថានភាពទន់ខ្សោយជាងគាត់នឹងមិនឲ្យទេនាងខ្ញុំគិតថាបងចំប្រហែលជាគ្មានវាសនាបាននាងខ្ញុំធ្វើជាភរិយាទេព្រោះគាត់មានឋានៈតូចទាបក្រជាងគ្រួសាររបស់នាងខ្ញុំប៉ុន្តែគាត់ឧស្សាហ៍រកពេលមកជួបនាងខ្ញុំជានិច្ចញាប់ណាស់នាងខ្ញុំក៏ស្រឡាញ់អាណិតគាត់ណាស់ដែរនឹងមិនដឹងជាធ្វើយ៉ាងម៉េចបើខ្លួនជាស្រីបងចំប្រាប់នាងខ្ញុំជានិច្ចញាប់ថាទោះជាឪពុកម្ដាយនាងខ្ញុំបង្កប់បិណ្ឌមានក៏គាត់រកឲ្យទាល់តែបានឲ្យតែលោកទាំងពីរបង្កប់ក្នុងភាពត្រឹមត្រូវប៉ុន្តែកាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅក្តីសង្ឃឹមនៃថ្ងៃរៀបការរបស់យើងក៏កាន់តែឃ្លាតឆ្ងាយទៅព្រោះនាងខ្ញុំបានទទួលដំណឹងរសើបរសៀបព្រមទាំងបានឃើញផ្ទាល់នឹងភ្នែកពោះកំឡោះជាច្រើននាក់ដែលនាងមុខតំណែងខ្ពស់គួរសមគេមកមើលនាងខ្ញុំដោយមានការអនុញ្ញាតពីសំណាក់ឪពុកម្ដាយរបស់នាងខ្ញុំដល់ដំណាក់កាលនេះទើបនាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំកាន់តែអាណិតស្រឡាញ់បងចំកាន់តែខ្លាំងឡើងប្រសិនបើបើកដៃឲ្យគាត់ចូលមកប្រកួតប្រជែងប្រកាសជាគាត់មិនឈ្នះគេឡើយម្យ៉ាងវិញទៀតនាងខ្ញុំគ្មានចិត្តស្រឡាញ់ពួកកំឡោះដែលពុកបើកដៃឲ្យមកមើលនាងខ្ញុំនោះសោះមើលទៅគ្មានត្រូវចិត្តនាងខ្ញុំឡើយនៅទីពិតដោយមិនអាចទ្រាំបានបងចំបានមកបបួលនាងខ្ញុំរត់ដោយប្រាប់ថានឹងយកនាងខ្ញុំទៅនៅខាងផ្ទះបងប្អូនរបស់គាត់ថាប្រសិនបើមិនដូច្នេះទេនាងខ្ញុំប្រកាសជាធ្លាក់ទៅលើដៃប្រុសផ្សេងជាមិនខានគាត់អង្វើលន់តួថាប្រសិនបើនាងខ្ញុំអាណិតស្រឡាញ់គាត់ពិតមែនសូមឲ្យនាងខ្ញុំរត់ទៅតាមគាត់នឹងចិញ្ចឹមបីបាច់ថែរក្សានាងខ្ញុំឲ្យល្អបំផុតរួចហើយចាំត្រឡប់មកសុំខ្មាតោឪពុកម្ដាយរបស់នាងខ្ញុំវិញដោយសេចក្តីស្នេហានឹងយល់ថាអាចទុកចិត្តបានទើបនាងខ្ញុំសម្រេចចិត្តរត់ទៅអាស្រ័យនៅជាមួយនឹងញាតិមិត្តបងប្អូនរបស់គាត់មិនបានប៉ុន្មានបងរបស់បងចំបានចែកផ្ទះតូចមួយឲ្យពួកយើងនៅស៊ីដេកជាមួយគ្នាតែពីរនាក់យើងរស់នៅជាមួយគ្នាមានសេចក្តីសុខណាស់គាត់ថ្នាក់ថ្នមនាងខ្ញុំដោយពាក្យសន្យាមែនពីរៀបចេញទៅធ្វើការម្ដងគាត់ហាមនាងខ្ញុំមិនអោយចេញទៅក្រៅឆ្ងាយឡើយខ្លាចមានគេឃើញនឹងយកទៅប្រាប់ឪពុកម្ដាយនាងខ្ញុំប៉ុន្តែគួរឲ្យអានិច្ចាយើងនៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផងក៏កើតមានឧបតិហេតុខាងរថយន្តធ្វើឲ្យបងចំរបស់នាងខ្ញុំត្រូវចាក់ចេញទៅដោយគ្មានថ្ងៃនឹងវិលត្រឡប់មកវិញទាំងពេលនេះនាងខ្ញុំកំពុងតែចាប់ផ្ដើមធ្វើជាម្ដាយរបស់គេទៅហើយបងចំបើករថយន្តបុកគ្នាជាមួយនឹងរថយន្តកង់10នឹងត្រូវស្លាប់ក្រោយពេលយកទៅដល់មន្ទីរពេទ្យមិនបានប៉ុន្មានផង
វាពិតជាគួរឲ្យសោកស្ដាយហួសពេកតាមពិតទៅថ្ងៃនោះត្រូវវេនគាត់សម្រាកទៅហើយប៉ុន្តែចៃដុនអ្នកបើកបរវេននោះផឹកស្រាស្រវឹងបើករថយន្តឡើងកើតទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិកតាមមុខហៅបងចំដល់ផ្ទះឲ្យទៅបើករថយន្តជំនួសពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយពេលដឹងថានឹងត្រូវធ្វើការទៀតគាត់ក៏សុកចិត្តទៅទាំងក្រវីក្បាលមុនគាត់ចេញទៅបានផ្ដាំនាងខ្ញុំថាបងទៅហើយណាមើលបិទទ្វារបិទបង្អួចផងផ្ដាំរួចគាត់ទាញឲ្យយឺតពាក់បណ្ដើដើរចេញទៅបណ្ដើគួរឲ្យអាណិតនាងខ្ញុំបិទទ្វារបិទបង្អួចចូលគេងទាំងលក់ភ្ញាក់ភ្ញាក់ព្រោះនឹកបារម្ភដល់ប្តីមកភ្ញាក់ដឹងខ្លួនម្ដងទៀតស្រាប់ឃើញបងចំមកដេកក្បែរនាងខ្ញុំមិនដឹងតាំងទីថ្មើណានាងខ្ញុំគិតថាបងចំប្រកាសជាអស់កម្លាំងនឹងងួយគេងខ្លាំងណាស់ទើបនាងខ្ញុំមិនហ៊ានដាស់សួរនាងខ្ញុំក៏សំងំគេងម្ដងទៀតទៅពេលភ្ញាក់ដឹងខ្លួនមកម្ដងទៀតក៏កើតមានអ្វីខុសប្លែកពីធម្មតាព្រោះនៅពេលនាងខ្ញុំបោះដៃរាវរកប្តីស្រាប់តែមិនមានប៉ះទាល់តែសោះម៉ោងប្រហែលជា3ឬ4ទៀបភ្លឺប៉ុណ្ណោះប្តីនាងខ្ញុំមិនដែលក្រោកទូណាទេនាងខ្ញុំប្រញាប់ងើបឡើងតាមរកក៏មិនឃើញចំណែកទ្វារនៅខ្ទាស់ពីខាងក្នុងដដែលបញ្ជាក់ថាគាត់មិនអាចចេញទៅក្រៅបានទេនាងខ្ញុំឆ្ងល់ណាស់ហេតុអីក៏រកមិនឃើញនាងខ្ញុំស្រែកហៅក៏មិនឮឆ្លើយទៀតពេលនេះនាងខ្ញុំឡើងហ៊ាននៅផ្ទះម្នាក់ឯងព្រោះមានអារម្មណ៍ថាស្វាមីប្រហែលជាមិនស្រួលហើយនាងខ្ញុំបើកទ្វាររត់សម្ដៅទៅផ្ទះមីងម៉ារបស់បងចំដើម្បីសាកសួរមើលតើឃើញគាត់ដែរឬអត់ពេលទៅដល់ឃើញញាតិមិត្តរបស់បងចំជាច្រើនអ្នកកំពុងមានអាការតក់ស្លុនសំលេងនារាម្នាក់បានសួរមកនាងខ្ញុំថាបានដឹងរឿងអាចចំហើយឬបានជារត់មកទាំងស្លិនស្លោដូច្នេះនាងខ្ញុំសួរបកទៅពួកគេវិញថាដឹងរឿងអីមានឃើញបងចំទេយប់មឹងត្រឡប់មកពីបើកឡានវិញបានដេកក្បែរនាងខ្ញុំទៀតផងប៉ុន្តែពេលនេះមិនដឹងជាបាត់ទៅណាពួកគេតបមកនាងខ្ញុំវិញថាយល់សុបដេតទេដឹងអាចចំត្រូវរថយន្តបុកស្លាប់បាត់ទៅហើយត្រឡប់មកវិញធ្វើម្ដេចនឹងកើតពេលបានឮដូច្នេះនាងខ្ញុំស្រាវខ្លួនស្លេវស្លឹកត្រចៀកហឺងងឹតទឹកទប់ខ្លួនលែងចង់នឹងពួកគេបន្ថែមទៀតថាខាងក្រុមហ៊ុនគេមកប្រាប់អំបញ្ញមិញនេះថាឯចំបើកឡានបុកគ្នាស្លាប់បាត់ទៅហើយពេលនេះសាកសពវានៅមន្ទីរពេទ្យឯណោះពួកយើងរៀបទៅប្រាប់ចៃដនឯងមកដល់ល្មមនាងខ្ញុំស្ដាប់ឮតែប៉ុណ្ណោះក៏សន្លប់បាត់ស្មារតីទៅពេលភ្ញាក់ដឹងខ្លួនមកវិញភ្លឺចាស់ទៅហើយនាងខ្ញុំនឹកដល់ហេតុការណ៍ដែលនាងខ្ញុំបានឃើញកាលពីយប់មិញនោះគឺជាវិញ្ញាណស្វាមីរបស់នាងខ្ញុំពិតប្រាកដមុននឹងស្លាប់គាត់ប្រកាសជាបារម្ភនឹងនាងខ្ញុំណាស់ទើបពេលដាច់ខ្យល់ពឹបទៅវិញ្ញាណរបស់គាត់មករកនាងខ្ញុំភ្លាមរឿងបងចំដែលលូនចូលដេកជាមួយនឹងនាងខ្ញុំនោះប្រកាសជាមិនអាចទៅកើតទេព្រោះទ្វារសុទ្ធតែខ្ទាស់ពីខាងក្នុងទាំងអស់គ្មានអ្វីសង្ស័យឡើយព្រោះមានតែខ្មោចឬវិញ្ញាណទេទើបអាចចូលមកបានទោះបីជាដឹងថាជីវិតមនុស្សយើងមិនទៀងក៏ដោយនាងខ្ញុំនៅតែសោកសៅស្ដាយស្រណោះប្តីណាស់ព្រោះកាត់ជាមនុស្សល្អនិងជាអ្នកផ្ដល់កំណើតឲ្យកូននៅក្នុងផ្ទៃរបស់នាងខ្ញុំផងនាងខ្ញុំអាណិតកូនខ្លាំងណាស់ពេលវាកើតមកគ្មានឪពុកនឹងគេនាងខ្ញុំសូមអនុញ្ញាតមិននិយាយពីការធ្វើបុណ្យសពប្តីអីនោះទេគ្រាន់តែបញ្ជាក់ថាក្រោយពីបុណ្យឲ្យស្វាមីហើយក៏លេខឮដំណឹងដល់ឪពុកម្ដាយរបស់នាងខ្ញុំពួកគាត់ក៏តាមមកទទួលនាងខ្ញុំឲ្យទៅនៅជាមួយវិញតមកនាងខ្ញុំប្រសូតបានកូនប្រុសនិងនៅជាមេម៉ាយកូនមួយរហូតមកដល់សព្វថ្ងៃនេះចប់